ថ្ងៃនេះនាងខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅមើលការបណ្ដុះកូនចេកដែលយើងប្រើគល់ចេកដែលបានកាប់ផ្លែរួចហើយយកមកបណ្ដុះដែលមានជាច្រើនដំណាក់កាលនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់បងប្អូនមួយដំណាក់កាលដល់ជំហានដំបូងគឺយើងត្រូវធ្វើការលាយល្បាយដីជាមុនសិនក្នុងការលាយល្បាយដីនេះផងដែរគឺយើងមានវត្ថុធាតុដើមយើងដូចជាខ្ជុំអង្កាមស្រកីដូងលាមកកនិងដីបន្ទាប់ពីយើងធ្វើការលាយវត្ថុធាតុដើមចូលគ្នារួចរាល់ហើយយើងចាប់ផ្ដើមច្របល់ចូលគ្នាឲ្យសព្វឥឡូវនេះយើងបានកោសកូនចេកបានរួចរាល់នៅពេលដែលយើងកោសបានហើយយើងត្រូវយកវាទៅធ្វើការសម្អាតដោយយើងកាត់យកឬចេញនិងការពារកុំឲ្យប៉ះភ្នែកបន្ទាប់ពីយើងកាត់សម្អាតឬវាបានរួចរាល់យើងអាចពុះក្នុងមួយគល់ចេកហ្នឹងគឺបានពី3ទៅ4ដុំពីគុតទៅបានហើយឲ្យទៅគុតទៅទីនេះប្រសិនបើក្នុងករណីកូនចេករបស់យើងទូចគឺយើងអាចពុះវាបានតែ2ដុំតែប៉ុណ្ណោះបន្ទាប់ពីយើងធ្វើការសម្អាតគល់ចេករបស់យើងបានរួចរាល់និងពុះរួចហើយនោះគឺយើងធ្វើការយកវាយកទៅត្រាំជាមួយនឹងទឹកកំបោរនិងលាងសម្អាតវាឲ្យបានស្អាតរួចហើយយើងយកទៅដាក់ទឹកមួយទៀតគឺទឹកមេជីរបស់យើងដើម្បីយើងដាក់ត្រាំសម្រាប់មេរោគ អ
យើងបានធ្វើការសម្អាតលេងកូនចេករបស់យើងជាមួយនឹងទឹកកំបោររួចហើយយើងចាប់ផ្ដើមយកទៅដាក់ត្រាំនៅក្នុងទឹកមេជីវិញម្ដង Này tôi nghĩ tay chơi lắm. Mình muốn chơi lắm. ហើយនៅពេលដែលយើងដាក់បណ្ដោះនេះទៀតសោតគឺយើងត្រូវដាក់ផ្នែកវានៅខាងលើនៅពេលដែលយើងតម្រៀបវារួចរាល់អស់ហើយយើងធ្វើការចាក់តបាយដីដែលនៅសល់យកមកចាក់ពីលើដើម្បីឲ្យវាជិតល្អនិងធ្វើការយកចំបើងគ្របពីលើបន្ថែមទៀតដែលជាចុងក្រោយមកអស់គឺយើងត្រូវស្រោចស្រពវាឲ្យបានជោគល្អ Phối ra cái bánh này. Đó, đúng rồi.